ប្រាស់ពួកខ្ញុំមកធ្វើការទេដឹងអីតើមានស្និទ្ធថ្មីដែរទេពួកឯងគិតថាហាត់3ខែឡើងប្រកួតបានមែនទេយើងគ្រាន់តែបញ្ចប់ពួកឯងខ្មាស់គេការបណ្ដាលតាក់ទងនឹងលបឿនបើគឺមិនល្អទេឯងនឹងត្រូវ KO គ្រប់វិនាទីបើឯងមិនចង់ឲ្យ KO ទេត្រូវតែវឹកហាត់បន្តទៀតចំណែកឯងត្រូវអរគុណយើងយ៉ាងម៉េចហើយគ្មានអីទេការប្រកួតពិសេសនៅលើសង្វៀន Final បានធ្វើក្លឹបជាច្រើនបញ្ជូនកីឡាកររបស់ខ្លួនមកប្រកួតតើនរណានឹងខ្លាចជាម្ចាស់ជើងឯកហើយនរណានឹងខ្លាចជាអ្នកដែលមានកិត្តិយសនៅលើសង្វៀននេះសង្វៀន Final ធ្វើឲ្យមហាជនទូការចាប់អារម្មណ៍ជាខ្លាំងខ្ញុំគិតថាកីឡាប្រដាល់ត្រូវបានចាត់ទុកថាជាកីឡាកម្សាន្តមួយប្រភេទហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងលើកនេះខ្ញុំមិនត្រឹមតែរៀបចំការប្រកួតទេខ្ញុំថែមទាំងចង់ប្រើបណ្ដាញព័ត៌មានធ្វើឲ្យកីឡាប្រដាល់ក្លាយទៅជាកីឡា real time ជាពិសេសមតិមហាជនចំពោះការបណ្ដុះបណ្ដាលម្ចាស់ជើងឯករួចឲ្យក្លាយជាកីឡាដែលផ្ដល់ភាពសប្បាយរីករាយដល់មហាជនពីព្រោះថាសៀងហៃគឺជាទីក្រុងដ៏ធំមួយហើយឧស្សាហកម្មក៏មានការរីករាយគឺនិយាយទៅឲ្យផលដល់ហើយនេះគឺជាឯកដល់ជាគំរូគេចង់ធ្វើឲ្យកីឡាប្រដាល់ខ្លាយជារបស់ខ្លួនឯងច្រើនជាងគេជានរណាម្ចាស់ក្លឹបប្រដាល់ចិនស៊ីនសេចាញ់យ៉ាងជាមនុស្សរបស់គេចំណែកឯក្លឹបប្រដាល់ចិនស៊ីនរបស់ខ្ញុំក៏បានចូលរួមឧបត្ថម្ភខ្លះដែរខ្ញុំពេញចិត្តនឹងគ្រប់គ្រងយ៉ាងពេញទំហឹងចាអរគុណលោកចិនដែលប្រាប់ឲ្យនាងខ្ញុំសម្ភាសអរគុណនាងមករត់ធ្វើអីចុះលោកខ្ញុំគេងមិនលក់ខ្ញុំដូចគ្នាខ្ញុំរត់ឡើងរួចហើយសម្រាប់សិនបានទេនាងនិយាយមុនទៅខ្ញុំមិនធ្លាប់សួរលោកទេលោកមកសៀងហៃធ្វើអីខ្ញុំមកសៀងហៃដើម្បីរលុយអ្នកណាក៏និយាយបែបនេះអាចនិយាយពីរឿងរបស់លោកបានទេខ្ញុំគ្មានរឿងអីត្រូវនិយាយទេគ្រាន់តែគិតថាមកសៀងហៃដើម្បីជួយដល់គ្រួសារបានខ្លះម្យ៉ាងទៀតជំងឺប៉ាខ្ញុំមានតែពេទ្យនៅទីក្រុងទេទើបអាចព្យាបាលបានប្រហែលឆ្នាំមុននោះខ្ញុំទៅខ្វាំងជ័យបន្ទាប់មកក៏មកសៀងហៃគិតថាក្រុងធំឱកាសការងារមានច្រើនប៉ុន្តែទីក្រុងមានការប្រកួតប្រជែងខ្លាំងណាស់កុំថាឡើយរឿងព្យាបាលជំងឺប៉ាខ្ញុំនិយាយទៅខ្ញុំគួរតែអរគុណនាងសម្រាប់ខ្ញុំបដាល់អាចជាឱកាសល្អបំផុតខ្ញុំទេដែលគួរអរគុណលោកស្អែកដល់ថ្ងៃប្រកួតហើយលោកមានទំនុកចិត្តដែរទេគ្មានទេដូច្នេះហើយទើបខ្ញុំដេញមិនលក់លោកកុំគិតច្រើនពេកហើយក៏មិនគួរពិបាកចិត្តដែរការលោកប៉ានៅធ្លាប់ប្រាប់ថាការជាមនុស្សត្រូវតែមានការតស៊ូបើមិនតស៊ូធ្វើអីក៏មិនបានសម្រេចដែរ